ក្រុមក្មេងទំនើង3នាក់ជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងត្រូវសមត្ថកិច្ចខាត់ខ្លួននិងណែនាំឲ្យបញ្ឈប់សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រុំបានស្ទាក់ចាប់ក្មេងទំនើងចំនួន3នាក់ដែលជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលើតាមផ្លូវបង្កការរំខានដល់អ្នកធ្វើដំណើរប្រតិបត្តិការចុះបង្ក្រាបនេះអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍តូពេជ្រវីរៈស្នងការនគរបាលខេត្តស្វាយរៀងនិងដែលមានការដឹកនាំដោយផ្ទាល់ពីលោកវីរៈសេនីយ៍ឯកសំសុផុនអធិការនគរបាលស្រុកស្វាយជ្រុំលោកវីរៈសេនីយ៍ឯកសំសុផុនបានឲ្យដឹងថានៅថ្ងៃទី31ខែឧសភាឆ្នាំ2026វេលាម៉ោង 10:20 នាទីព្រឹកលោកបានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌស្រុកស្វាយជ្រុំសហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួសនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំខាត់ខ្លួនក្មេងទំនើងចំនួន3នាក់ដែលជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលើតាមដងផ្លូវនៅឃុំតាសួសនិងឃុំស្វាយជ្រុំស្រុកស្វាយជ្រុំខេត្តស្វាយរៀងយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការអប់រំណែនាំឲ្យបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងលើបន្តទៀតនៅចំពោះមុខសមត្ថកិច្ចក្រុមក្មេងទំនើងបានឆ្លើយសារភាពថាពិតជាបានធ្វើការកែច្នៃម៉ូតូដាក់បំពង់ស៊ីម៉ាំងលើរំខានដល់បងប្អូនប្រជាពលរដ្ឋពិតប្រាកដមែនដោយមានការឯកភាពពីលោកឧត្តមសេនីយ៍តូស្នងការនិងលោកថាំសុផារីព្រះរាជអាជ្ញាអមសាលាដំបងខេត្តស្វាយរៀងបានអនុញ្ញាតឲ្យសមត្ថកិច្ចធ្វើការអប់រំដល់ក្មេងដោះបំពង់ស៊ីម៉ាំងនិងឲ្យអាណាព្យាបាលធ្វើលិខិតធានាយកទៅអប់រំបន្តកុំធ្វើខុសនឹងច្បាប់ទៀតចំពោះម៉ូតូទាំង3គ្រឿងក្រោយពីបានផ្លាស់ប្ដូរបំពង់ស៊ីម៉ាំងលើរួចសមត្ថកិច្ចបានធ្វើការប្រគល់ឲ្យទៅម្ចាស់ម៉ូតូវិញ